តើអ្នកធ្លាប់សង្កេតឬទេមនុស្សដែលមានកម្លាំងដ៏ពិតប្រាកដពុំមែនជាមនុស្សដែលស្រេចខ្លាំងជាងគេឬក៏ឈ្នះគ្រប់ការជជែកវែងញែកទេផ្ទុយទៅវិញពួកគេគឺជាមនុស្សដែលចេះគ្រប់គ្រងអារម្មណ៍ខ្លួនឯងបានបើទោះបីជាស្ថិតនៅក្នុងសម្ពាធក៏ដោយមនុស្សជាច្រើនបាត់បង់ការងារបាត់បង់មិត្តភាពបាត់បង់ឱកាសនិងបាត់បង់មនុស្សដែលខ្លួនស្រឡាញ់ពុំមែនដោយសារតែកត្តាខ្វះសមត្ថភាពទេប៉ុន្តែដោយសារតែការខ្វះគ្រប់គ្រងអារម្មណ៍ដែលត្រឹមត្រូវប៉ុណ្ណោះកំហឹងមួយវិនាទីអាចបំផ្លាញទំនាក់ទំនងដែលបានកសាងអស់ជាច្រើនឆ្នាំពាក្យមួយម៉ាត់ដែលនិយាយនៅក្នុងពេលខឹងអាចបង្ករបួសផ្លូវចិត្តដែលសុំទោស 1000 ដងក៏មិនអាចជួសជុលដូច្នេះសំណួរមិនមែនថាតើអ្នកមានអារម្មណ៍ឬអត់ទេមនុស្សគ្រប់គ្នាសុទ្ធតែមានអារម្មណ៍សំណួរពិតនោះគឺថាតើអ្នកអាចគ្រប់គ្រងអារម្មណ៍របស់អ្នកឬអារម្មណ៍របស់អ្នកជាអ្នកគ្រប់គ្រងជីវិតអ្នកមនុស្សខ្សោយតែងតែឆ្លើយតបភ្លាមៗទៅតាមអារម្មណ៍ខឹងក៏ស្រែកឈឺចាប់ក៏បោះបង់ខកចិត្តក៏ឈប់ព្យាយាមប៉ុន្តែមនុស្សខ្លាំងគឺគេចេះឈប់មួយភ្លេតគិតមួយជំហានហើយសម្រេចចិត្តប្រកបទៅដោយប្រាជ្ញាមិនមែនប្រើអារម្មណ៍ទេការគ្រប់គ្រងអារម្មណ៍វាពុំមែនមានន័យថាមិនឲ្យខ្លួនឯងខឹងមិនឲ្យយំឬក៏មិនឲ្យសោកស្ដាយទេតែវាមានន័យថាអ្នកមិនអនុញ្ញាតឲ្យអារម្មណ៍បណ្ដោះអាសន្នបំផ្លាញអនាគតរយៈពេលវែងអ្នកអាចខឹងប៉ុន្តែកុំប្រមាថអ្នកអាចខកចិត្តប៉ុន្តែមិនចាំបាច់បោះបង់អ្នកអាចភ័យប៉ុន្តែនៅតែដើរទៅមុខនៅក្នុងថ្ងៃនេះយើងក៏នឹងសិក្សាទាំងអស់គ្នាថាហេតុអ្វីបានជាការគ្រប់គ្រងអារម្មណ៍គឺជាជំនាញដ៏សំខាន់មួយសម្រាប់ភាពជោគជ័យនៅក្នុងជីវិតហេតុអីមនុស្សឆ្លាតជាច្រើនតែងតែបរាជ័យដោយសារតែអារម្មណ៍ក៏ដូចជាវិធីដែលអាចឈានទៅដល់ការអនុវត្តបន្តិចម្ដងបើអ្នកចង់ឲ្យជីវិតរបស់អ្នកប្រសើរឡើងអ្នកមិនត្រូវគ្រប់គ្រងដោយកំហឹងការភ័យខ្លាចឬក៏ការខកចិត្តឡើយសាកស្រមៃថាមនុស្សពីរនាក់មានការអប់រំដូចគ្នាមានសមត្ថភាពប្រហាក់ប្រហែលគ្នានិងចាប់ផ្ដើមជីវិតពីរចំណុចដូចគ្នាប៉ុន្តែបន្ទាប់ពី10ឆ្នាំម្នាក់ក៏ក្លាយទៅជាមនុស្សដែលត្រូវបានការគោរពនិងទទួលបានឱកាសធំមានគ្រួសាររឹងមាំល្អនិងរស់នៅដោយតុល្យភាពម្នាក់ទៀតតែងតែផ្លាស់ប្ដូរការងារចំនួនជាមួយនឹងមនុស្សជុំវិញនិងបាត់បង់ឱកាសល្អហើយរស់ជាមួយនឹងភាពសោកស្ដាយតើអ្វីទៅជាភាពខុសគ្នាវាពុំមែនជាបញ្ញាវាពុំមែនជាទេពកោសល្យវាពុំមែនជាសំណាងភាពខុសគ្នាដ៏ធំគឺសមត្ថភាពនៅក្នុងការគ្រប់គ្រងអារម្មណ៍បុគ្គលភាគច្រើនមិនត្រូវបានបំផ្លាញដោយព្រឹត្តិការណ៍ធំទេវាត្រូវបានបំផ្លាញដោយការសម្រេចចិត្តតូចៗដែលធ្វើឡើងនៅពេលដែលកំពុងខឹងកំពុងភ័យនិងកំពុងច្រណែនឬក៏កំពុងខកចិត្តមានប្រយោគមួយឃ្លាដែលគិតថាអ្នកអាចមានបញ្ញាខ្ពស់ប៉ុន្តែបើអារម្មណ៍គ្រប់គ្រងអ្នកនោះបញ្ញារបស់អ្នកនឹងគ្មានឱកាសបញ្ចេញពន្លឺឡើយមនុស្សភាគច្រើនគិតថាកម្លាំងគឺការឈ្នះអ្នកដទៃក៏ប៉ុន្តែការឈ្នះដ៏លំបាកបំផុតនោះគឺការឈ្នះខ្លួនឯងនៅពេលដែលនរណាម្នាក់មើលងាយអ្នកនឹងខឹងឬក៏រក្សាភាពស្ងប់ស្ងាត់ការជួបការបរាជ័យតើអ្នកបោះបង់ឬក៏អ្នករៀនពីវាពេលគេរិះគន់តើអ្នកនឹងការពារខ្លួនឯងដោយកំហឹងឬក៏ទទួលយកអ្វីដែលអាចធ្វើឲ្យអ្នកប្រសើរឡើងសំណួរទាំងអស់នេះមិនមែនបង្ហាញពីអារម្មណ៍របស់អ្នកប៉ុណ្ណោះទេក៏ប៉ុន្តែវាបង្ហាញពីអនាគតរបស់អ្នកផងដែរមនុស្សខ្លាំងមិនមែនមិនមានអារម្មណ៍មនុស្សច្រើនយល់ច្រឡំថាការគ្រប់គ្រងអារម្មណ៍មានន័យថាមិនត្រូវយំមិនត្រូវខឹងនិងមិនត្រូវឈឺចិត្តប៉ុន្តែធាតុពិតវាមិនមែនដូច្នេះទេអ្នកដែលមិនខឹងមិនមានទេអ្នកដែលមិនដែលខកចិត្តក៏រត់តែមិនមានដែរហើយអ្នកដែលមិនភ័យក៏ស្រោកតែគ្មានដែរអារម្មណ៍គឺជាផ្នែកមួយជាធម្មជាតិទេរបស់មនុស្សក៏ប៉ុន្តែភាពខុសគ្នារវាងមនុស្សធម្មតានិងមនុស្សជោគជ័យគឺនៅត្រង់ថាពួកគេមិនអនុញ្ញាតឲ្យអារម្មណ៍คล้ายទៅជាអ្នកបើកបរជីវិតឡើយសាកស្រមៃតែមើលអារម្មណ៍ប្រៀបដូចជាភ្លើងបើអ្នកដឹងពីរបៀបប្រើវានឹងចម្អិនអាហារបំភ្លឺផ្ទះនិងផ្ដល់ភាពកក់ក្ដៅប៉ុន្តែបើអ្នកមិនអាចគ្រប់គ្រងវាទេវានឹងដុតបំផ្លាញអ្វីៗទាំងអស់អារម្មណ៍ក៏វាមានលំនាំដូចគ្នាកំហឹងអាចជំរុញឲ្យអ្នកប្រព្រឹត្តរឿងផ្សេងៗដែលអាចប៉ះពាល់ជីវិតអ្នកកំហឹងក៏អាចបំផ្លាញគ្រួសារនិងអាជីពរបស់អ្នកការភ័យខ្លាចអាចការពារអ្នកពីគ្រោះថ្នាក់ក៏ប៉ុន្តែការភ័យខ្លាចដដែលក៏អាចរារាំងអ្នកមិនឲ្យចាប់យកឱកាសដើម្បីជីវិតប្រសើរដូច្នេះបញ្ហាវាមិនមែនលើអារម្មណ៍ទេបញ្ហាគឺថាតើជាអ្នកប្រើអារម្មណ៍ឬក៏ជាអារម្មណ៍កំពុងតែប្រើអ្នកហេតុអីអ្នកខ្លះឆ្លាតដែរតែបរាជ័យអ្នកប្រហែលជាធ្លាប់ឃើញមនុស្សដែលរៀនពូកែប៉ុន្តែមិនរីកចម្រើនទេនៅក្នុងជីវិតការងារអ្នកប្រហែលជាធ្លាប់ឃើញមនុស្សដែលមានជំនាញខ្ពស់ប៉ុន្តែគ្មានអ្នកណាចង់ហៅចូលធ្វើការជាមួយមូលហេតុគឺដោយសារតែពួកគេមិនអាចគ្រប់គ្រងអារម្មណ៍នៅកន្លែងធ្វើការមិនមែនអ្នកដែលឆ្លាតជាងគេទេដែលឡើងតំណែងជាញឹកញាប់
គឺអ្នកដែលមានតលយៈភាពជាងគេស្ដាប់បានច្រើនជាងគេនិងផ្ដល់ជាដំណោះស្រាយទៅលើបញ្ហាបានសមហេតុផលជាងគេពិភពលោកមិនត្រូវការមនុស្សដែលចេះតែប្រតិកម្មទេពិភពលោកត្រូវការមនុស្សដែលចេះឆ្លើយតបប្រកបទៅដោយប្រាជ្ញាចន្លោះមួយដែលអាចផ្លាស់ប្ដូរជីវិតគឺរាល់ព្រឹត្តិការណ៍ដែលកើតឡើងគឺវាមានចន្លោះមួយមុនពេលដែលអ្នកឆ្លើយតបចន្លោះនោះគឺអាចមានរយៈពេលត្រឹមតែពី3វិនាទីក៏ប៉ុន្តែពី3វិនាទីនេះគឺអាចសម្រេចទិសដៅជីវិតទាំងមូលនរណាម្នាក់និយាយពាក្យមិនល្អដាក់អ្នកមានជំរើស2ជំរើសទី1គឺប្រតិកម្មភ្លាមស្រែកតបតខឹងតបតឬក៏ប្រមាថតបតជំរើស2គឺដកដង្ហើមជ្រៅជ្រៅគិតមួយភ្លេតហើយសួរខ្លួនឯងថាតើអ្វីទៅជាការឆ្លើយតបដែលខ្ញុំនឹងមិនស្ដាយក្រោយនៅថ្ងៃស្អែកមនុស្សខ្លាំងមិនមែនជាមនុស្សដែលតែងតែឈ្នះនៅក្នុងការជជែកដេញដោលទេពួកគេគឺជាអ្នកដែលមិនអនុញ្ញាតឲ្យការជជែកមួយបំផ្លាញភាពស្ងប់ស្ងាត់នៅក្នុងចិត្តឡើយនៅក្នុងជីវិតរបស់មនុស្សជាច្រើនវាបានផ្លាស់ប្ដូរដោយសារតែពាក្យមួយម៉ាត់ដែលនិយាយដោយមិនបានគិតពេលខឹងមាត់និយាយលឿនជាងខួរក្បាលពេលអារម្មណ៍ក្តៅសេចក្តីអត់ធ្មត់ក៏ត្រជាក់ប៉ុន្តែពាក្យដែលចេញទៅហើយគឺមិនអាចត្រឡប់មកវិញទេស្នាមរបួសនៅលើស្បែកអាចជាសះស្បើយប៉ុន្តែស្នាមរបួសដែលបង្កដោយពាក្យសម្ដីពេលខ្លះត្រូវការឆ្នាំដើម្បីជាសះស្បើយម្ល៉េះហើយមនុស្សដែលមានប្រាជ្ញាតែងតែចំណាយពេលគិតមុននឹងនិយាយពួកគេដឹងថាពាក្យសម្ដីអាចជាស្ពានឬអាចជាជញ្ជាំងវាអាចបង្កើតទំនាក់ទំនងហើយក៏អាចបំផ្លាញទំនាក់ទំនងនៅពេលដែលអ្នករៀនគ្រប់គ្រងអារម្មណ៍របស់ខ្លួនបានអ្នកនឹងមិនងាយត្រូវអ្នកដទៃគ្រប់គ្រងទេនៅពេលដែលអ្នកអាចរក្សាភាពស្ងៀមស្ងាត់នៅក្នុងពេលដែលមានចលាចលអ្នកក៏នឹងចាប់ផ្ដើមមើលឃើញដំណោះស្រាយដែលអ្នកដទៃមើលមិនឃើញហើយនៅពេលដែលអ្នករៀនឈ្នះខ្លួនឯងជារៀងរាល់ថ្ងៃអ្នកក៏នឹងដឹងថាកម្លាំងពិតប្រាកដមិនមែនស្ថិតនៅលើសាច់ដុំមិនមែនស្ថិតនៅលើអំណាចឬក៏ទ្រព្យសម្បត្តិទេកម្លាំងដ៏ពិតប្រាកដគឺស្ថិតនៅលើសមត្ថភាពនៅក្នុងការរក្សាចិត្តឲ្យស្ងប់ទោះបីជាពិភពលោកកំពុងតែជួបភាពរង្គោះរង្គើក៏ដោយនេះគ្រាន់តែជាការចាប់ផ្ដើមប៉ុណ្ណោះមានន័យថាអ្នកត្រូវតែធ្វើវាបន្តិចម្ដងដើម្បីគ្រប់គ្រងអារម្មណ៍ហើយបង្វឹកចិត្តគំនិតខ្លួនឯងឲ្យកាន់តែរឹងមាំគ្រប់កាលទាំងពួងការគ្រប់គ្រងអារម្មណ៍និង stress វាពុំមែនមានន័យថាការបំបត្តិអារម្មណ៍អវិជ្ជមានទាំងស្រុងនោះឡើយផ្ទុយទៅវិញវាគឺជាសមត្ថភាពនៅក្នុងការយល់ដឹងទទួលស្គាល់និងឆ្លើយតបចំពោះអារម្មណ៍របស់ខ្លួនដោយប្រាថ្នានៅពេលដែលយើងស្គាល់អារម្មណ៍ផ្លាស់ប្ដូររបៀបគិតនិងថែរក្សារាងកាយនិងផ្ដោតទៅលើបច្ចុប្បន្នភាពយើងនឹងអាចរស់នៅដោយភាពស្ងប់សុខមានតុល្យភាពហើយផ្លូវចិត្តរបស់យើងកាន់តែរឹងមាំជាងមុនផងដែរដូច្នេះហើយបានជាពាក្យខ្មែរថាអ្នកមិនអាចគ្រប់គ្រងខ្យល់ដែលបក់មកបានទេក៏ប៉ុន្តែអ្នកអាចកែសម្រួលសំពៅរបស់អ្នកឲ្យឆ្ពោះទៅរកទិសដៅដែលអ្នកចង់ទៅបានការគ្រប់គ្រងចិត្តគំនិតក៏វាមានលំនាំមិនខុសគ្នាដែរជាការពិតហើយសាលារៀនអាចបង្រៀនយើងអំពីរូបមន្តលេខនិពន្ធកណនីបូកដកនិងទ្រឹស្ដីជាច្រើនប៉ុន្តែជីវិតជាគេមេរៀនជាក់ស្ដែងដល់ជាគ្រូដ៏ធំបំផុតវាបង្រៀនយើងអំពីការបរាជ័យការអត់ធ្មត់ទំនួលខុសត្រូវការគ្រប់គ្រងអារម្មណ៍ក៏ដូចជាការស្វែងរកអត្ថន័យនៃការរស់នៅទីបញ្ចប់ភាពជោគជ័យដ៏ពិតប្រាកដមិនត្រូវបានវាស់ទៅដោយពិន្ទុសញ្ញាបត្រឬក៏ទ្រព្យសម្បត្តិប៉ុណ្ណោះទេក៏ប៉ុន្តែត្រូវបានវាស់ទៅដោយសមត្ថភាពនៅក្នុងការរស់នៅដោយប្រាជ្ញាសុចរិតភាពសុខភាពនិងសេចក្តីសុខនៅក្នុងចិត្តជីវិតមិនសួរថាអ្នកបានពិន្ទុប៉ុន្មានទេប៉ុន្តែសួរថាអ្នករៀនបានអ្វីពីបទពិសោធន៍ទាំងឡាយទាំងពួងដែលអ្នកឆ្លងកាត់កន្លងមកជីវិតមិនផ្លាស់ប្ដូរព្រោះតែអ្នករងចាំថ្ងៃល្អមកដល់ជីវិតផ្លាស់ប្ដូរព្រោះអ្នកសម្រេចចិត្តចាប់ផ្ដើមទម្លាប់ល្អមួយនៅថ្ងៃនេះហើយប្រហែលជានៅក្នុងឆ្នាំ2026នេះការផ្លាស់ប្ដូរដ៏ធំនៅក្នុងជីវិតរបស់អ្នកគឺវាចាប់ផ្ដើមពីទម្លាប់5នាទីដំបូងនៃព្រឹកព្រហៀមដែលអ្នកចាប់ផ្ដើមនៅក្នុងថ្ងៃនីមួយៗក៏យ៉ាងដូច្នោះដែរចូលកុំមើលរំលងកិច្ចការតូចត្បិតវាអាចខូចទៅដល់កិច្ចការធំរបស់អ្នកបានហើយបើអ្នកសង្កេតមើលរបៀបដែលបុគ្គលឆ្នើមនៅក្នុងមនុស្សជាតិរបស់យើងគេដឹកនាំមាគ៌ាជីវិតរបស់ពួកគេនោះគឺថាជីវិតមិនត្រូវបានផ្លាស់ប្ដូរទៅដោយព្រឹត្តិការណ៍ធំត្រឹមតែម្ដងតែជាក់ស្ដែងទៅវាផ្លាស់ប្ដូរដោយសារតែទម្លាប់តូចៗដោយសារតែអរិយាបថដ៏ដែលយើងធ្វើរាល់ថ្ងៃដោយចប់មិនដាច់នៅក្នុងឆ្នាំ2026ដែលពិភពលោកកាន់តែមានការប្រកួតប្រជែង
នឹងពុបពេញទៅដោយការរំខានពីបច្ចេកវិទ្យាមនុស្សដែលអាចគ្រប់គ្រងខ្លួនឯងបានតាំងពីពេលព្រឹកគឺជាមនុស្សដែលមានឱកាសខ្ពស់ជាងគេហើយអ្វីដែលគួរឲ្យចាប់អារម្មណ៍នោះគឺថាអ្នកពុំចំណាយពេល1ម៉ោងឬក៏2ម៉ោងដើម្បីអភិវឌ្ឍខ្លួនឯងឡើយគ្រាន់តែចំណាយពេល5នាទីដំបូងបន្ទាប់ពីអ្នកក្រោកពីដំណេកអ្នកក៏អាចចាប់ផ្ដើមធ្វើការផ្លាស់ប្ដូរដ៏ធំមួយនៅក្នុងជីវិតរបស់អ្នកដែរពេលភ្ញាក់ពីដំណេកសូមកុំប្រញាប់ប្រញាល់ចាប់កាន់ទូរស័ព្ទដោយភ្លាមផ្ទុយទៅវិញចំណាយពេល1នាទីដើម្បីគិតអំពីរឿងល្អៗ3យ៉ាងដែលអ្នកមាននៅក្នុងជីវិតវាប្រហែលជាគ្រួសារដែលស្រឡាញ់អ្នកសុខភាពដែលរឹងមាំឬក៏ឱកាសថ្មីដែលកំពុងតែរងចាំអ្នកនាថ្ងៃនេះជាដើមទាំងអស់នេះសត្វតែជាអ្វីដែលធ្វើឲ្យអ្នកមានអំណរកាលណាបើអ្នកមានអំណរអ្នកក៏នឹងរស់នៅដោយមានបុព្វហេតុការអរគុណមិនមែនធ្វើឲ្យបញ្ហាវាបាត់បង់ទៅក៏ពិតមែនហើយក៏ប៉ុន្តែវាគឺជាមេរៀនមួយដែលធ្វើឲ្យអ្នកមើលឃើញថាជីវិតនៅតែមានរឿងល្អជាច្រើនដែលសមនឹងឲ្យអ្នកបន្តដំណើរទៅមុខទៀតហើយមានភាពក្លាហាននៅក្នុងការសួរថាបើថ្ងៃនេះជាថ្ងៃដែលសំខាន់បំផុតនៅក្នុងជីវិតខ្ញុំតើខ្ញុំនឹងធ្វើអ្វីមុនគេសំណួរដ៏តូចមួយនេះវាអាចផ្លាស់ប្ដូររបៀបគិតរបស់អ្នកទាំងស្រុងបានជំនួសឲ្យការចំណាយពេលទៅលើរឿងទាំងឡាយដែលមិនសំខាន់អ្នកនឹងផ្ដោតទៅលើអ្វីដែលមានតម្លៃដ៏ពិតប្រាកដវាជួយឲ្យអ្នកចាប់ផ្ដើមថ្ងៃថ្មីដោយវត្ថុបំណងពុំមែនដោយការរសាត់ទៅតាមអារម្មណ៍ឬទៅតាមអ្វីដោយមានភាពចៃដន្យទេមនុស្សជាច្រើនបរាជ័យពុំមែនដោយសារតែកត្តាខ្វះសមត្ថភាពក៏ប៉ុន្តែដោយសារតែការខ្វះការផ្ដោតអារម្មណ៍ជារៀងរាល់ព្រឹកសរសេរឬគិតឲ្យបានច្បាស់ថាថ្ងៃនេះខ្ញុំត្រូវតែសម្រេចកិច្ចការសំខាន់មួយណាពុំជាបាច់មានរហូតដល់10-20កិច្ចការ10-20គោលដៅទេមានតែមួយដែលសំខាន់បំផុតរាប់ថាគឺគ្រប់គ្រាន់ហើយ J.B. Zoff គាត់ថានៅក្នុងមួយថ្ងៃគាត់សម្រេចចិត្តតែទៅលើរឿងសំខាន់តែ3យ៉ាងប៉ុណ្ណោះនៅពេលដែលអ្នកដឹងថាអ្វីជាអាទិភាពរបស់ខ្លួនអ្នកនឹងមិនងាយត្រូវបានរំខានទៅដោយរឿងផ្សេងអាសាបងទៀតឡើយបិទភ្នែករយៈពេលខ្លីហើយស្រមៃឃើញខ្លួនឯងកំពុងតែធ្វើការបានដោយជោគជ័យសាក់ស្រមៃថាអ្នកកំពុងតែបញ្ចប់គម្រោងមួយបានយ៉ាងល្អកំពុងគិតឡើងឆាកនិយាយដោយទំនុកចិត្តឬក៏កំពុងតែសម្រេចគោលដៅដែលអ្នកប្រាថ្នាជាយូរណាស់មកហើយខួរក្បាលរបស់មនុស្សមានទម្លាប់ធ្វើទៅតាមរូបភាពដែលវាមើលឃើញជាញឹកញាប់ដូច្នេះហើយនៅពេលអ្នកបញ្ជូនរូបភាពវិជ្ជមាននៅក្នុងចិត្តជារៀងរាល់ថ្ងៃអ្នកក៏នឹងចាប់ផ្ដើមធ្វើសកម្មភាពដែលស្របទៅនឹងគោលដៅស្របទៅនឹងវត្ថុបំណងនោះដោយមិនដឹងខ្លួននេះហើយដែលគេហៅថាអានុភាពនៃការគិតពុំជាបាច់ប្រៀបធៀបខ្លួនឯងជាមួយនឹងជនទាំងឡាយដទៃឯណាឡើយបញ្ញាចិត្តធ្វើឲ្យថ្ងៃនេះល្អជាងម្សិលមិញគឺគ្រប់គ្រាន់ហើយពុំចាំបាច់ទាមទារភាពល្អ perfect ច្រើនអីក៏ទេដែរត្រឹមតែ 1% រាប់ថាគ្រប់គ្រាន់ហើយគ្រាន់តែសួរថាតើថ្ងៃនេះខ្ញុំអាចក្លាយទៅជាមនុស្សល្អជាងម្សិលមិញបន្តិចទេប្រសិនបើអ្នកអានសៀវភៅបន្ថែមមួយទំព័រធ្វើការបន្ថែមមួយជំហានឬគ្រាន់តែអត់ធ្មត់ជាងមុនបន្តិចនោះគឺជាភាពរីកចម្រើនហើយជោគជ័យមិនបានកាត់ឡើងត្រឹមតែមួយយប់វាកាត់ឡើងពីការរីកចម្រើនតូចៗដែលប្រមូលផ្ដុំគ្នាជារៀងរាល់ថ្ងៃនឹងឯងប្រសិនបើអ្នកចំណាយពេល5នាទីនៃពេលព្រឹកព្រហៀងដើម្បីអរគុណជីវិតកំណត់គោលដៅផ្ដោតទៅលើអាទិភាពរៀបចំលំដាប់នៃភាពសំខាន់ធ្វើកិច្ចការណាដែលជាបញ្ជីលើគេនៃបញ្ជីការងារហើយពេលនោះអ្នកក៏នឹងឃើញថាអ្នកមានការផ្លាស់ប្ដូរយ៉ាងមិនគួរឲ្យជឿមនុស្សភាគច្រើនភ្ញាក់ពីគេងគឺគេធ្វើផ្ទុយពីនេះហើយខ្ញុំជឿថាអ្នកនឹងធ្វើបានល្អជាងនេះមនុស្សភាគច្រើនភ្ញាក់មកដោយការចាប់កាន់ទូរស័ព្ទពួកគេចាប់ផ្ដើមថ្ងៃថ្មីដោយការមើលព័ត៌មានចែកបាយបណ្ដាញសង្គមឬក៏អានសារអ្វីដែលវាមិនប៉ះពាល់ទៅដល់ភាពល្អប្រសើររបស់គេតតែសោះមិនតាន់ចេញពីក្រេខងចិត្តរបស់គេក៏ត្រូវបានបំពេញទៅដោយសម្ពាធដូចទៅហើយការប្រៀបធៀបនិងភាពច្រវុកច្របល់នៃភាពអវិជ្ជមានទាំងឡាយនៅលើ New Fit ក៏ប៉ុន្តែតើអ្នកធ្លាប់សួរខ្លួនឯងទេហេតុអីបានជាមនុស្សខ្លះរីកចម្រើនជារៀងរាល់ឆ្នាំនៅខណៈពេលដែលមនុស្សជាច្រើននៅតែស្ថិតនៅក្នុងកន្លែងដដែលនេះជារឿងសំណាងឬតែវាជារឿងទេពកោសល្យពីកំណត់កំណើតឬក៏ជាអាចកំបាំងតូចមួយដែលមនុស្សភាគច្រើនមើលរំលងការពិតមុនពេលអ្នកជោគជ័យខ្លាំងជាងមុនពេលអ្នករកចំណូលបានច្រើនជាងមុនពេលអ្នកមានទំនុកចិត្តជាងមុន
នឹងមិនពេលអ្នកអាចគ្រប់គ្រងជីវិតរបស់ខ្លួនបានច្រើនជាងមុនអ្នកត្រូវតែរៀនគ្រប់គ្រងថ្ងៃរបស់អ្នកនីមួយៗឲ្យបានល្អជាមុនសិនដែរព្រោះរបៀបដែលអ្នកចាប់ផ្ដើមនៅពេលព្រឹកព្រហៀមគឺជារបៀបដែលអ្នករស់នៅពេញមួយថ្ងៃហើយរបៀបដែលអ្នករស់នៅរាល់ថ្ងៃគឺជាអនាគតដែលអ្នកកំពុងតែសាងសង់មនុស្សជាច្រើនរងចាំឱកាសធំៗដើម្បីផ្លាស់ប្ដូរជីវិតពួកគេរងចាំឆ្នាំថ្មីរងចាំការងារថ្មីរងចាំប្រាក់ច្រើនរងចាំពេលវេលាល្អក៏ប៉ុន្តែបុគ្គលជោគជ័យគេដឹងថាការផ្លាស់ប្ដូរដ៏ពិតប្រាកដពុំបានចាប់ផ្ដើមពីឱកាសធំទេវាចាប់ផ្ដើមពីទម្លាប់តូចៗដែលពួកគេធ្វើជារៀងរាល់ថ្ងៃហើយនៅក្នុងចំណោមទម្លាប់ទាំងអស់វាមានទម្លាប់មួយដែលវាសាមញ្ញបំផុតហើយមានឥទ្ធិពលដ៏សម្បើមនោះគឺវាពុំចាំបាច់ត្រូវការចំណាយប្រាក់ឡើយវាមិនត្រូវការឧបករណ៍ពិសេសនោះក៏ទេដែរវាមិនត្រូវការពេលវេលាអ្វីណាជាដុំកំភួនពីអ្នកឡើយគ្រាន់តែរបៀបដែលអ្នកចាត់ចែងលំដាប់លំដោយឲ្យបានល្អឲ្យបានត្រឹមត្រូវប៉ុណ្ណោះ5នាទីដែលអាចផ្លាស់ប្ដូររបៀបគិតរបស់អ្នក5នាទីដែលអាចផ្លាស់ប្ដូរទម្លាប់របស់អ្នក5នាទីដែលអាចផ្លាស់ប្ដូរការសម្រេចចិត្តរបស់អ្នកហើយទីបំផុតទៅ5នាទីនោះគឺអាចផ្លាស់ប្ដូរទិសដៅជីវិតរបស់អ្នកទាំងមូលតែម្ដងប្រសិនបើអ្នកតាំងចិត្តនៅក្នុងការធ្វើឲ្យខ្លួនឯងប្រសើរឡើងនាឆមាសទី2នៃឆ្នាំ2026คล้ายទៅជាឆ្នាំដែលរីកចម្រើនជាងមុនមានវិន័យជាងមុនមានទំនុកចិត្តជាងមុននិងជោគជ័យជាងមុនសូមស្ដាប់ឲ្យចប់ហើយយើងរៀបចំផែនការដើម្បីកែប្រែគុណភាពជីវិតទាំងអស់គ្នាឈប់ធ្វើរឿងទាំងអស់នេះប្រសិនបើអ្នកចង់ឲ្យជីវិតរបស់អ្នករីកចម្រើនមនុស្សជាច្រើនចំណាយពេលស្ទើរតែពេញមួយជីវិតរបស់គេពួកគេអានសៀវភៅជាច្រើនចូលរួមវគ្គបណ្ដុះបណ្ដាលជាច្រើននិងព្យាយាមស្វែងរកអ្វីថ្មីៗដើម្បីស្ថាបនាជីវិតរបស់ខ្លួនកាន់តែប្រសើរក៏ប៉ុន្តែអ្វីដែលគួរឲ្យចាប់អារម្មណ៍នោះគឺភាពជោគជ័យមិនរមែងតែងតែកើតពីអ្វីដែលយើងត្រូវធ្វើបន្ថែមទេជាច្រើនដងវាកើតពីអ្វីដែលត្រូវឈប់ធ្វើវាប្រៀបបីដូចជាទូកមួយដែលកំពុងតែធ្វើដំណើរទៅរកគោលដៅបើទោះបីជាអ្នកខំចែវខំអុំខ្លាំងប៉ុណ្ណាក៏ដោយប្រសិនបើវាមានរត់នៅក្រោមទូកទឹកក៏នឹងជ្រាបចូលបន្តិចម្ដងរហូតធ្វើឲ្យអ្នកមិនអាចទៅដល់គោលដៅរបស់ខ្លួនឡើយដូចគ្នានេះដែរមនុស្សជាច្រើនមិនខ្វះសមត្ថភាពទេប៉ុន្តែពួកគេមានទម្លាប់អាក្រក់មួយដែលកំពុងតែទាញពួកគេឲ្យចុះក្រោមរាល់ថ្ងៃប្រសិនបើអ្នកពិតជាចង់ជោគជ័យសូមឈប់ធ្វើរឿងទាំងអស់នេះទី1ឈប់រកលេសនិងឈប់បន្ទោសកត្តាខាងក្រៅមនុស្សដែលមិនរីកចម្រើនតែងតែមានហេតុផលជាច្រើនសម្រាប់ភាពបរាជ័យរបស់ខ្លួនពួកគេលើកឡើងថាខ្លួនកើតមកនៅក្នុងគ្រួសារដែលមិនមានស្ដុកស្ដម្ភពួកគេលើកឡើងថាមិនមានអ្នកជួយជ្រោមជ្រែងពួកគេនិយាយថាសេដ្ឋកិច្ចមិនល្អពួកគេនិយាយថាគ្មានឱកាសពួកគេនិយាយថាអាយុច្រើនពេកឬក៏ថានៅក្មេងពេកតែធៀបពិតទៅមនុស្សគ្រប់គ្នាសិតតែមានឧបសគ្គផ្ទាល់ខ្លួនគ្មាននរណាម្នាក់មានផ្លូវជីវិតដែលរលូនងាយស្រួលទាំងស្រុងនោះឡើយនៅពេលអ្នកបន្ទោសតែកត្តាខាងក្រៅអ្នកឈ្មោះថាកំពុងតែប្រគល់អំណាចនៃជីវិតរបស់ខ្លួនឲ្យទៅរឿងដែលអ្នកមិនអាចគ្រប់គ្រងបានក៏ប៉ុន្តែនៅពេលអ្នកទទួលខុសត្រូវទៅលើជីវិតខ្លួនឯងអ្នកក៏នឹងចាប់ផ្ដើមស្វែងរកដំណោះស្រាយជំនួសឲ្យការស្វែងរកលេសមនុស្សជោគជ័យគេមិនដែលសួរថាហេតុអ្វីបានជារឿងហ្នឹងវាកើតឡើងចំពោះខ្ញុំទេពួកគេសួរថាតើខ្ញុំអាចធ្វើអ្វីបានខ្លះជាមួយនឹងស្ថានភាពនេះសំណួរតែមួយនេះគឺអាចផ្លាស់ប្ដូរជីវិតអ្នកទាំងមូលឈប់ប្រៀបធៀបខ្លួនឯងជាមួយអ្នកដទៃនៅក្នុងសម័យនេះមនុស្សជាច្រើនចំណាយពេលរាប់សិបម៉ោងដើម្បីមើលជីវិតរបស់អ្នកដទៃហើយចេះតែប៉ងប្រាថ្នាថាចង់ឲ្យជីវិតខ្លួនឯងដូចគេជាដើមពួកគេមើលឃើញអ្នកដទៃមានរថយន្តថ្មីមើលឃើញអ្នកដទៃធ្វើដំណើរកម្សាន្តមើលឃើញអ្នកដទៃមានការងារល្អមើលឃើញអ្នកដទៃជោគជ័យជាងបន្ទាប់មកគេក៏ចាប់ផ្ដើមមានអារម្មណ៍ថាខ្លួនឯងមិនល្អគ្រប់គ្រាន់ប៉ុន្តែអ្វីដែលអ្នកមិនអាចឃើញនោះគឺការលំបាកការបរាជ័យកិច្ចខិតខំប្រឹងប្រែងនិងការលះបង់ដែលនៅពីក្រោយភាពជោគជ័យទាំងអស់នោះការប្រៀបធៀបខ្លួនឯងជាមួយអ្នកដទៃគឺប្រៀបបីដូចជាការប្រណាំងទៅលើផ្លូវដែលអ្នកមិនស្គាល់ចំណុចចាប់ផ្ដើមរបស់គេអ្នកមានដំណើរជីវិតផ្ទាល់ខ្លួនអ្នកមានគោលដៅផ្ទាល់ខ្លួនអ្នកមានពេលវេលាក៏ដូចជាភាពរីកចម្រើនផ្ទាល់ខ្លួនជំនួសឲ្យការប្រៀបធៀបខ្លួនឯងជាមួយនឹងអ្នកដទៃសូមប្រៀបធៀបខ្លួនឯងជាមួយនឹងមនុស្សដែលអ្នកធ្លាប់កាលពីម្សិលមិញគឺវាល្អជាងបើថ្ងៃនេះអ្នកប្រសើរជាងម្សិលមិញត្រឹមតែបន្តិចនោះអ្នកកំពុងតែទៅមុខហើយឈប់ពន្យាពេលធ្វើរឿងសំខាន់
អ្នកក៏នឹងចាប់ផ្ដើមពីថ្ងៃស្អែកនេះគឺជាប្រយោគដែលបំផ្លាញក្តីសុបិនរបស់មនុស្សជាច្រើនរងចាំពេលវេលាល្អឥតខ្ចោះរងចាំឲ្យមានអ្វីល្អប្រសើរជាងនេះរងចាំឲ្យមានជំនាញច្រើនជាងនេះរងចាំឲ្យមានទំនុកចិត្តច្រើនជាងនេះប៉ុន្តែពេលវេលាល្អឥតខ្ចោះមិនដែលមកដល់ឡើយបុគ្គលជោគជ័យមិនចាប់ផ្ដើមពីពេលដែលពួកគេត្រៀមរួចរាល់ទាំងស្រុងនោះក៏ទេដែរពួកគេចាប់ផ្ដើមបន្ទាប់បីជានឹងមានការភ័យខ្លាចក៏ដោយរាល់ថ្ងៃដែលអ្នកពន្យាពេលគឺជាថ្ងៃដែលអ្នកបាត់បង់ឱកាសនៅក្នុងភាពរីកចម្រើនសៀវភៅដែលអ្នកចង់អានអាជីវកម្មចំនួនជួញប្រែដែលអ្នកចង់ចាប់ផ្ដើមជំនាញដែលអ្នកចង់រៀនគោលដៅដែលអ្នកចង់បន្ថែមអ្វីទាំងអស់នេះគឺមិនអាចខ្លាយទៅជាការពិតទេប្រសិនបើអ្នកបន្តនិយាយថាស្អែកចាំធ្វើថ្ងៃណាមួយដែលអ្នកកំពុងតែរងចាំគឺថ្ងៃនេះឯងប្រសិនបើអ្នកចង់មានជីវិតល្អប្រសើរសូមកុំគិតតែពីអ្វីដែលអ្នកត្រូវបន្ថែមនៅក្នុងជីវិតសួរខ្លួនឯងថាតើមានអ្វីខ្លះដែលអ្នកត្រូវដកចេញឈប់រកលេសជប់ប្រៀបធៀបខ្លួនឯងជាមួយអ្នកដទៃជប់ពន្យាពេលទៅលើរឿងសំខាន់នៅពេលអ្នកលុបបំបាត់ទម្លាប់ទាំង3នេះជីវិតរបស់អ្នកក៏នឹងមានកន្លែងសម្រាប់វិន័យមានកន្លែងសម្រាប់ភាពរីកចម្រើនមានកន្លែងសម្រាប់ការឡានវត្តភាពនិងឱកាសថ្មីភាពជោគជ័យពុំមែនជាលទ្ធផលនៃសកម្មភាពធំមួយវាគឺជាលទ្ធផលនៃការសម្រេចចិត្តតូចៗដែលអ្នកធ្វើរាល់ថ្ងៃហើយការសម្រេចចិត្តដ៏សំខាន់បំផុតអាចជាការឈប់ធ្វើអ្វីដែលកំពុងតែរារាំងពីភាពរីកចម្រើនរបស់អ្នកនឹងឯងម្យ៉ាងវិញទៀតសោតរៀនប្រើប្រយោជន៍ពីការផ្ដោតរបស់ខ្លួនប្រៀបដូចជាចេឌីគ្រីស្តាម៉ូទីដែលគាត់និយាយថាជីវិតគឺជាការដើរតាមការចាប់អារម្មណ៍ការចាប់អារម្មណ៍របស់អ្នកនៅទីណាជីវិតរបស់អ្នកក៏នឹងដើរទៅតាមទីនោះការផ្ដោតការចាប់អារម្មណ៍គឺជាគន្លឹះដ៏សំខាន់នៃការធ្វើការងារយ៉ាងមានប្រសិទ្ធភាពអ្វីដែលអាចតាក់ទាញអ្នកបាននឹងធ្វើឲ្យអ្នកអាចបែកអារម្មណ៍គិតពីរឿងផ្សេងបានដូចជាភាពតាក់ទាញរបស់ឧបករណ៍អេឡិចត្រូនិកនិងរឿងសំខាន់ផ្សេងទៀតដែលធ្វើឲ្យអ្នកខូចការផ្ដោតនិងធ្វើឲ្យអ្នកមិនអាចមានសមាធិផ្ចង់ល្អទៅលើអ្វីដែលអ្នកកំពុងតែធ្វើគុណសម្បត្តិដែលយើងសង្កេតឃើញដោយងាយចំពោះបុគ្គលដែលទទួលបានជោគជ័យដ៏ខ្ពស់គឺការផ្ដោតអារម្មណ៍ពួកគេប្រញាប់ធ្វើការសំខាន់ឲ្យឆាប់រួចរាល់អ្នកដែលធ្វើការបានប្រកបទៅដោយប្រសិទ្ធភាពគេក៏នឹងប្រើពេលគិតរៀបចំគម្រោងក៏ដូចជារៀបចំលំដាប់នៃអាទិភាពសំខាន់បន្ទាប់មកគេក៏នឹងអនុវត្តយ៉ាងលឿនតាមដែលអាចធ្វើទៅបានពួកគេធ្វើការយ៉ាងជាប់លាប់នៅក្នុងរយៈពេលដែលដូចគ្នាពួកគេផ្ដោតទៅលើអ្វីសំខាន់និងអាទិភាពជាងគេមួយនៅក្នុងការជំរុញដ៏មានប្រសិទ្ធភាពនៅក្នុងខ្លួនអ្នកគឺបង្កើតភាពរហ័សរហួននៅក្នុងការងារដែលជំរុញពីខាងក្នុងនោះគឺចិត្តដែលប្រាថ្នានៅក្នុងការបំពេញការងារឲ្យបានឆាប់តាមដែលអាចធ្វើទៅបានហើយអ្នកក៏នឹងត្រូវជំរុញឲ្យចាប់ផ្ដើមធ្វើនិងធ្វើជាបន្តបន្ទាប់ព្រោះអ្នកមិនអាចរងចាំទេនៅពេលដែលចិត្តពុះកេញជ្រោលនៅក្នុងការងារអ្នកក៏នឹងតាំងចិត្តធ្វើការងារឲ្យបានសម្រេចទៅតាមគោលដៅដែលបានកំណត់ត្រឹមត្រូវតាមដែលអាចធ្វើទៅបានការធ្វើការដោយចិត្តពុះកេញជ្រោលនិងរហ័សរហួនក៏នាំមកនូវភាពជោគជ័យដ៏អស្ចារ្យតែជាគ្រាបឋមអ្នកត្រូវតែចាប់ផ្ដើមដោយភ្លាមហើយបន្តធ្វើរហូតដល់តែសម្រេចពេលធ្វើការមួយបានសម្រេចអ្នកនឹងមានកម្លាំងចិត្តជាច្រើនទៀតនៅក្នុងការធ្វើការងារទៀតឲ្យកាន់តែមានប្រសិទ្ធភាពអ្វីដែលល្អនៅពេលអ្នកធ្វើការយ៉ាងរហ័សរហួនថាមពលនៅក្នុងខ្លួនអ្នកក៏នឹងពុះកញ្ជ្រោលអ្នកក៏នឹងធ្វើការបានសម្រេចបានកាន់តែលឿនជាងមុននិងមានអារម្មណ៍ថាខ្លួនឯងកាន់តែមានប្រសិទ្ធភាពជាងមុនដែរថែមទាំងបានរៀននិងបន្ថែមបទពិសោធន៍កាន់តែល្អៗឲ្យខ្លួនឯងកាន់តែច្រើនឡើងក៏យ៉ាងដូច្នោះដែរដូច្នេះហើយសូមកុំបណ្ដោយឲ្យពេលវេលាកន្លងផុតទៅដោយមិនបានធ្វើអ្វីដែលកើតចេញជាប្រយោជន៍ឲ្យសោះនៅពេលអ្នកសម្រេចចិត្តជ្រើសរើសការងារដែលសំខាន់បំផុតហើយការធ្វើការទៅលើរឿងផ្សេងវារមែងជាការបំផ្លាញពេលវេលាឥតប្រយោជន៍ទៅវិញព្រោះបើតាមមើលទៅការរៀបចំលំដាប់ពេលវេលានៃភាពសំខាន់ការងារណាសំខាន់បំផុតក៏ធ្វើឆាប់ហើយដូចគ្នានៅពេលអ្នកបង្កើតវិន័យឲ្យខ្លួនឯងឲ្យបានជាប់លាប់ដោយមិនឈប់សម្រាកបានហើយអ្នកនឹងខិតកាន់តែជិតចំណុចដែលមានប្រសិទ្ធភាពខ្ពស់អ្នកក៏នឹងធ្វើការដែលមានគុណភាពច្រើនជាងមុននៅក្នុងពេលវេលាដែលខ្លីជាងមុនយ៉ាងណាក៏ដោយចុះរាល់លើកដែលអ្នកឈប់ធ្វើការស្មើនឹងអ្នកផ្ដាច់ចរន្តការងារដែលមានប្រសិទ្ធភាពចោលហើយថយទៅកាន់ចំណុចដែលទាបជាងចំណុចគោលដៅរាប់ថាជាចំណុចដែលលំបាកជាងមុន
និងប្រើពេលវេលាកាន់តែច្រើនជាងមុនផងដែរតាមនិយមន័យលោកហាបាត់ក៏ថាសមត្ថភាពនៅក្នុងការបង្ខំខ្លួនឯងឲ្យធ្វើរឿងដែលគួរធ្វើនៅក្នុងពេលវេលាដែលស័ក្តិសមមិនថាអ្នកចង់ធ្វើវាឬក៏អត់ទេនេះហើយដែលគាត់សម្ដៅថាវិន័យគឺវាមានលំនាំយ៉ាងនឹងឯងគឺជាការបង្ខំឲ្យខ្លួនឯងមិនថាភាពជោគជ័យនៅក្នុងផ្នែកណាក៏ដោយចុះវាសុទ្ធតែអាស្រ័យទៅលើការវឹកហាត់ការមានវិន័យនៅក្នុងខ្លួនក៏ដូចជាការគ្រប់គ្រងខ្លួនឯងដែលជាដំណាក់កាលដ៏សំខាន់មួយឆ្ពោះទៅកាន់ជីវិតដែលមានផ្លែផ្កាជានិច្ចការចាប់ផ្ដើមធ្វើអ្វីដែលសំខាន់និងការព្យាយាមបន្តធ្វើរហូតតទៅរួចរាល់គឺជាការសាកល្បងភាពរឹងមាំនិងការតាំងចិត្តនិងភាពអត់ធ្មត់របស់អ្នកហើយភាពឧស្សាហ៍ព្យាយាមគឺជាការវឹកហាត់ខ្លួនឯងឲ្យមានវិន័យដំណឹងល្អនោះគឺថាអ្នកកាន់តែវឹកហាត់ខ្លួនឯងឲ្យកាន់តែមានវិន័យប៉ុណ្ណាអ្នកក៏នឹងកាន់តែរំកិលខ្លួនកាន់តែចិត្តឡើងទៅនឹងការគ្រប់ខ្លួនឯងកាន់តែច្រើនការផ្ដោតទៅលើការងារសំខាន់បំផុតស្មើនឹងអ្នកបានអភិវឌ្ឍនិងបង្កើតវិន័យល្អៗជាច្រើនហើយអ្នកក៏នឹងក្លាយទៅជាមនុស្សដែលកាន់តែល្អប្រសើរឡើងអ្នកក៏នឹងមានអារម្មណ៍រឹងមាំជាងមុនពូកែជាងមុនជឿជាក់ជាងមុននិងមានក្តីសុខជាងមុនដែរហើយអ្នកក៏នឹងបានជួបជាមួយនឹងធម៌ពលនិងប្រសិទ្ធភាពដែលកើតឡើងនៅក្នុងខ្លួនអ្នកកាន់តែច្រើនឡើងដូច្នេះហើយនៅពេលអ្នកអនុវត្តតាមទម្រង់នេះចប់ជាប្រចាំអ្នកខ្លួនឯងក៏កាន់តែទទួលស្គាល់ហើយឃើញថាជីវិតរបស់អ្នកចាប់ផ្ដើមល្អប្រសើរជាងមុនបន្តិចម្ដងដោយជាប់មិនដាច់ទោះជាយ៉ាងណាក៏ដោយ stress សម្ពាធវាតែងតែមាននៅក្នុងន័យចិត្តវិទ្យាគេឲ្យជាកន្លឹះយើងដើម្បីយកឈ្នះវាមនុស្សគ្រប់រូបជាមិនផុតឡើយពីរឿងទាំងអស់នេះដូចជាការព្រួយបារម្ភការខកចិត្តកំហឹងក៏ដូចជាភាពតានតឹងមិនថាជាកត្តាការងារការសិក្សាគ្រួសារឬក៏ទំនាក់ទំនងសង្គមស្ថានភាពទាំងអស់នេះប្រសិនបើយើងចេះតែបណ្ដោយយូរទៅវាអាចប៉ះពាល់ទៅដល់របៀបដែលយើងរស់នៅក្នុងជីវិតប្រចាំថ្ងៃផងដែរតែទោះជាយ៉ាងណាការវឹកហាត់ការអត់ធ្មត់និងការបង្វឹកចិត្តគំនិតរបស់យើងបន្តិចម្ដងនេះវាជួយឲ្យយើងអាចមានច្រកចេញដល់ត្រឹមត្រូវផងដែរការរៀនគ្រប់គ្រងអារម្មណ៍និងភាព stress រាប់ថាជាជំនាញដ៏សំខាន់មួយដែលជួយឲ្យយើងរស់នៅកាន់តែមានតុល្យភាពនិងប្រសិទ្ធភាពដែរតាមទស្សនៈចិត្តវិទ្យាការគ្រប់គ្រងអារម្មណ៍ទាំងឡាយទាំងពួងគឺវាចាប់ផ្ដើមពីការទទួលស្គាល់អារម្មណ៍របស់ខ្លួនជាមុនសិនមនុស្សជាច្រើនចេះតែព្យាយាមគេចវេះឬក៏បដិសេធអវិជ្ជមានក៏ប៉ុន្តែការធ្វើយ៉ាងដូច្នេះវាធ្វើឲ្យ stress កាន់តែកើនឡើងទៅវិញនៅពេលអ្នកមានអារម្មណ៍ខឹងសោកសៅឬក៏បារម្ភសូមមានភាពក្លាហាននៅក្នុងការសួរខ្លួនឯងទៅមើលថាតើខ្ញុំកំពុងមានអារម្មណ៍អ្វីតើអ្វីជាមូលហេតុនៃអារម្មណ៍ទាំងអស់នេះតើខ្ញុំដោះស្រាយវាបានដោយរបៀបណាការស្គាល់អារម្មណ៍របស់ខ្លួនបានច្បាស់ក៏នឹងជួយឲ្យយើងឆ្លើយតបប្រកបទៅដោយហេតុផលជាជាងប្រតិកម្មដោយអារម្មណ៍ផ្លាស់ប្ដូររបៀបគិតចិត្តវិទ្យាគេបង្ហាញថាមិនមែនព្រឹត្តិការណ៍ខ្លួនវាទេដែលបង្ក stress មកឲ្យយើងក៏ប៉ុន្តែគឺជារបៀបដែលយើងបកស្រាយទៅវិញទៅតើអំពីព្រឹត្តិការណ៍នោះឧទាហរណ៍ថាបើអ្នកបរាជ័យនៅក្នុងការងារមួយអ្នកអាចនឹងលួចគិតថាខ្ញុំគ្មានសមត្ថភាពទេនោះវាបង្កើតទៅជា stress នេះគឺជាបទពិសោធន៍សម្រាប់ខ្ញុំនៅក្នុងការរៀនបន្ថែមការគិតយ៉ាងដូចនេះគឺវាជួយបន្ថយ stress ការផ្លាស់ប្ដូរទស្សនៈអវិជ្ជមានទៅជាវិជ្ជមានពុំមែនជាការបោកបញ្ឆោតខ្លួនឯងទេក៏ប៉ុន្តែគឺជាការមើលឃើញស្ថានភាពទៅតាមរបៀបដែលមានតុល្យភាពប្រកបទៅដោយន័យស្ថាបនានៅពេលមាន stress រាងកាយនឹងបញ្ចេញអរម៉ូនដែលធ្វើឲ្យបេះដូងលោតញាប់សាច់ដុំតឹងនិងគំនិតច្របូកច្របល់ដូច្នេះហើយវិធីសាស្ត្រដ៏សាមញ្ញនៅក្នុងការដោះស្រាយវានោះគឺថាដកដង្ហើមចូលតាមចន្លោះ4វិនាទីទប់ដង្ហើម4វិនាទីដកដង្ហើមយឺតពី6ទៅ8វិនាទីវិធីសាស្ត្រនេះបណ្ដើទៅវាហាក់បីដូចជាសាមញ្ញក៏ប៉ុន្តែគឺជាវិធីសាស្ត្រដែលណែនាំទៅដោយអ្នកចិត្តវិទ្យារៀនផ្ដោតទៅលើបច្ចុប្បន្នភាពមូលហេតុដ៏ធំបំផុតមួយនៃ stress គឺការព្រួយបារម្ភពីអនាគតឬក៏សោកស្ដាយអំពីអតីតកាលវិធីសាស្ត្រចិត្តវិទ្យាគេហៅថាការយកចិត្តទុកដាក់ពេញលេញ mindfulness វាជួយឲ្យមនុស្សផ្ដោតទៅលើអ្វីដែលគេកំពុងតែមាននៅក្នុងគ្រាបច្ចុប្បន្នផ្ដោតទៅលើបច្ចុប្បន្នជាជាងរឿងផ្សេងទៀតអ្នកអាចអនុវត្តសង្កេតដង្ហើមរបស់ខ្លួនស្ដាប់សំឡេងអ្វីដែលនៅជុំវិញផ្ដោតទៅលើសកម្មភាពដែលកំពុងធ្វើនៅពេលដែលចិត្តមិនរត់ទៅអតីតកាលឬក៏អនាគត
អារម្មណ៍នឹងស្ងប់ជាងមុនកុំទុកបញ្ហាទាំងអស់នៅក្នុងចិត្តតែម្នាក់ឯងបុគ្គលភាគច្រើនមានទម្លាប់លាក់បាំងបញ្ហានិងទទួលយកសម្ពាធតែម្នាក់ឯងក៏ប៉ុន្តែការសិក្សាផ្នែកចិត្តវិទ្យាគេបានបង្ហាញថាការចែករំលែកអារម្មណ៍ជាមួយនឹងមនុស្សដែលជឿទុកចិត្តគឺអាចកាត់បន្ថយ stress បានយ៉ាងច្រើនអ្នកអាចនិយាយជាមួយអ្នកណាក៏បានដែរជាមិត្តភក្តិជិតស្និទ្ធជាសមាជិកគ្រួសារឬក៏អ្នកជំនាញផ្លូវចិត្តជាដើមពេលខ្លះការដែលមានអ្នកស្ដាប់យើងនិយាយដោយមិនវិនិច្ឆ័យគឺគ្រប់គ្រាន់ដើម្បីឲ្យចិត្តធូរស្រាលថែរក្សាសុខភាពរាងកាយនិងចិត្តជាការពិតណាស់គឺវាមានភាពបត្តកលានឹងគ្នាយ៉ាងសម្បើមប្រសិនបើចិត្តមិនល្អរាងកាយក៏វារងឥទ្ធិពលដ៏ខ្លាំងក្លាដែរហើយបើអ្នកបង្វឹកចិត្តបានល្អរាងកាយក៏នឹងសហការធ្វើឲ្យមិនមានភាពតានតឹងគេងឲ្យបានគ្រប់គ្រាន់ហាត់ប្រាណឲ្យបានទៀងទាត់ទទួលទានអាហារដែលមានតុល្យភាពញ៉ាំទឹកឲ្យបានច្រើនកាត់បន្ថយសារធាតុជំរុញដូចជាកាហ្វេអ៊ីនហួសកម្រិតជាដើមសុខភាពរាងកាយល្អក៏នឹងជួយឲ្យសុខភាពផ្លូវចិត្តរឹងមាំតាមនឹងដែររៀនទទួលយកអ្វីដែលមិនអាចគ្រប់គ្រងបានប្រភព stress ជាច្រើនគឺវាកើតឡើងពីការព្យាយាមគ្រប់គ្រងអ្វីដែលក្រៅពីសមត្ថភាពរបស់យើងដូច្នេះហើយយើងត្រូវតែរៀនបែងចែករវាងអ្វីដែលយើងអាចគ្រប់គ្រងបាននិងអ្វីដែលយើងមិនអាចគ្រប់គ្រងបានចំណាយថាមពលទៅលើអ្វីដែលអាចផ្លាស់ប្ដូរហើយរៀនទទួលយកអ្វីដែលមិនអាចផ្លាស់ប្ដូរវាគឺជាគន្លឹះដ៏សំខាន់មួយនៅក្នុងការរក្សាសម្ពាធផ្លូវចិត្តបង្កើតទម្លាប់គិតដឹងគុណអ្នកចិត្តវិទ្យាជាច្រើនគេបានរកឃើញថាការអនុវត្តការដឹងគុណជាប្រចាំអាចបង្កើតសុភមង្គលនិងកាត់បន្ថយ stress ជារៀងរាល់ថ្ងៃដូច្នេះហើយសូមសរសេរយ៉ាងហោចណាស់3ចំណុចដែលអ្នកមានអារម្មណ៍ដឹងគុណដូចជាសុខភាពល្អគ្រួសារដែលអ្នកស្រឡាញ់ឱកាសការងារដែលអ្នកចូលចិត្តនិងមិត្តភ័ក្តិល្អៗនៅក្នុងជីវិតជាដើមការផ្ដោតទៅលើអ្វីដែលយើងមានក៏នឹងជួយកាត់បន្ថយការព្រួយបារម្ភទៅលើអ្វីដែលយើងខ្វះខាតនេះគឺជាពាក្យដ៏ល្អការផ្ដោតអារម្មណ៍ទៅលើអ្វីដែលយើងមានគឺវាជួយកាត់បន្ថយទៅលើអ្វីដែលយើងខ្វះខាតនេះគឺជាប្រយោគមួយការគ្រប់គ្រងអារម្មណ៍និង stress ពុំមែនមានន័យថាគឺជាការបំបត្តិអារម្មណ៍អវិជ្ជមានទាំងស្រុងនោះក៏ទេដែរផ្ទុយទៅវិញវាគឺជាសមត្ថភាពនៅក្នុងការយល់ដឹងការទទួលស្គាល់និងឆ្លើយតបចំពោះអារម្មណ៍របស់យើងនៅពេលដែលយើងរៀនទទួលស្គាល់អារម្មណ៍ផ្លាស់ប្ដូររបៀបគិតថែរក្សារាងកាយផ្ដោតទៅលើបច្ចុប្បន្នយើងនឹងអាចរស់នៅដោយភាពស្ងប់សុខមានតុល្យភាពនិងរឹងមាំផ្លូវចិត្តជាងមុនអ្នកមិនអាចគ្រប់គ្រងខ្យល់ដែលបក់ទេប៉ុន្តែអ្នកអាចកែសម្រួលសំពៅរបស់អ្នកឆ្ពោះទៅកាន់ទិសដៅដែលអ្នកចង់ទៅបាននេះគឺជាប្រការដ៏សំខាន់មួយដែលធ្វើឲ្យយើងអាចកែប្រែគុណភាពជីវិតបានកាន់តែប្រសើរឡើងជារៀងរាល់ថ្ងៃ